សួស្តីបងប្អូនថ្ងៃនេះនាំបងប្អូនជើញមកជាមួយខ្ញុំដើម្បីមកទស្សនានិងមើលខ្ញុំបច្ចេកទេសចិញ្ចឹមមាន់ចាស់ចិញ្ចឹមខ្យងបឺខ្ញុំទិញពូជគេមកពិសេសពូជខ្យងបឺ2គីឡូបងប្អូន2គីឡូแล้วបងប្អូនជើញមើលឡើងទ្រុងដែលខ្ញុំធ្វើសិនទិញតង់មកខ្ញុំចងវាជុំវិញចេះចងនេះចងមិនបានស្អាតទេជាស្រ័យបងប្អូនដំបូងអញ្ចឹងណាធម្មជាតិបាទណាចងយ៉ាងហើយតបមកខ្ញុំយកផ្លោកនេះយកមកដាក់វាដាំហើយនឹងតគួនយកមកដាំគួនខ្ញុំដាក់មុនដល់ដោះដើឥឡូវខ្ញុំឲ្យបងប្អូនទស្សនាខ្យងដែលខ្ញុំទៅលេងមិញណាទិញពូជមក2គីឡូនេះខ្យងបងប្អូននេះវាណាវាចាប់ដើមវានេះខ្យងបឺបងប្អូននោះនៅក្រោមនោះហមបងប្អូនបាទនេះជាលក្ខណៈគ្រួសារបងប្អូនសាកពិសោធន៍មើលសិនតើមានផលយ៉ាងណាចាំខ្ញុំថតជាវីដេអូជូនបងប្អូនទស្សនាជាបន្តទៀតបាទហើយពេលនោះខ្ញុំដាំតគួនដើម្បីយកមកឲ្យខ្យងស៊ីខ្យងតាមពិតទៅតាមបងគេចាំមុនគេថាវាស៊ីស្ពៃស្លាប់អីហ្នឹងបន្លែអ្វីដែលមនុស្សញ៉ាំបានវាក៏ញ៉ាំបានដែរខ្យងក៏គាត់ញ៉ាំបានដែរអញ្ចឹងខ្ញុំដាំតគួនដើម្បីបន្តវាស៊ីតទៅមុខទៀតហើយខ្យងពូជបងប្អូនបាទអ្នកធំយ៉ាងពូជគេថាតែកន្លះខែទៀតហ្នឹងពងហ៎ចាប់ដើមពងហើយបងប្អូនបាទហ្នឹងហើយបងប្អូននេះជាលក្ខណៈគ្រួសារពេលពីកំណេពីការងារបងប្អូនបាទអញ្ចឹងអរគុណច្រើនណាបងប្អូនចាំវាធំឲ្យពងមិនកូនមិនចៅចាំថតជាវីដេអូបន្តជូនបងប្អូនមើលជាបន្តទៀតបាទអញ្ចឹងខ្ញុំធ្វើដំណើរទៅប្រកបការងារខាងក្រៅមកផ្នែកទៀតបាទនេះដើមចេកហើយអរគុណបងប្អូនដែលទ្រាំទ្រនៅ YouTube របស់ខ្ញុំជួយ share ជួយ like ជួយ follow YouTube ខ្ញុំផងបងប្អូនតុងបង្កើតថ្មីបងប្អូនបាទមានមន់ឈ្មោលមន់មេអីច្រើនណាបងប្អូនណាខ្ញុំធំលក្ខណៈគ្រួសារបងប្អូនពេលតនេពីម៉ោងការងារអញ្ចឹងយើងមកដាំដំណាំជុំវិញផ្ទះយើងមកចិញ្ចឹមមន់ចិញ្ចឹមទាចិញ្ចឹមខ្យងអញ្ចឹងបងប្អូនបាទនឹងអរគុណច្រើន